ចាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចាអញ្ចឹងនៅក្នុងវីដេអូនេះដែរអ្នកគ្រូមាននៅមេរៀនថ្មីបន្តទៀតហើយចាគឺការប្រើប្រាស់នៅរូបមន្ត if ចាអញ្ចឹងដោយបងប្អូនឃើញនៅក្នុង syntax នេះចឹងនេះគឺហៅថា syntax ចា syntax មានន័យថាគឺជាច្បាប់ចាច្បាប់នៃរូបមន្តហ្នឹងដែលយើងត្រូវអនុវត្តចាបើសិនមានវងកញ្ចក់បើកវងកញ្ចក់ត្រូវបើកវងកញ្ចក់ចាមានក្បៀសត្រូវក្បៀសមានបិទត្រូវក្បៀសត្រូវបិទវិញចាអញ្ចឹងអាហ្នឹងគឺជាច្បាប់នៅក្នុងការសរសេររូបមន្តអ្វីមួយនៅក្នុងកម្មវិធី Excel ចាអញ្ចឹងរូបមន្តថ្ងៃនេះគឺរូបមន្ត if ចា if បើយើងបកមកបកថាប្រសិនបើត្រូវអត់ចាប្រសិនបើអញ្ចេះវាត្រូវអញ្ចេះចាឧទាហរណ៍ណាចាអញ្ចឹងឥឡូវឧទាហរណ៍ថាចេះប្រសិនបើខាងក្រៅមានភ្លៀងគឺយើងត្រូវទទួលឆាត់ឬក៏ត្រូវមានអាវភ្លៀងចាចុះបើអត់ភ្លៀងទេគឺយើងអត់ត្រូវពាក់អីទេចាមិនចឹងទៅអត់ចាអញ្ចឹងវាមានលក្ខខណ្ឌ2បើសិនបើភ្លៀងយើងត្រូវទូឆាត់តែបើអត់ភ្លៀងទេគឺយើងអត់ត្រូវមានឆាត់ទេចាអញ្ចឹងនៅក្នុងរូបមន្ត Excel គឺវាមានបែងចែកនៅតម្លៃ2ចាអញ្ចឹងឧទាហរណ៍ថា if ចាប្រសិនបើភ្លៀងយើងត្រូវឲ្យវាធ្វើអីអញ្ចឹងអ្វីដែលយើងចង់ឲ្យវាធ្វើអូសុំទោសយើងនៅខ្វះមួយទៀតcriteria មួយទៀតចាយើងនៅខ្វះ criteria ជាស្រ័យមិនភ្លេចចា criteria កន្លែងនេះយើងត្រូវបន្ថែមដែរ criteria នេះគឺលក្ខខណ្ឌប្រសិនបើនៅខាងក្រៅមានភ្លៀងចា value is true ឲ្យវាធ្វើអី value is false ឲ្យវាធ្វើអីចាអញ្ចឹងកន្លែងនេះគឺ criteria កន្លែងលក្ខខណ្ឌណាចាចឹងអ្នកគ្រូដាក់ពណ៌រៀងខុសគ្នាតិចទៅស្រួលយើងចំណាំចាបើយើងទៅសេរូបមន្ត if នៅក្នុងកម្មវិធី Excel យើងនឹងឃើញវាតម្លាក់មកហើយនេះក្នុងនេះគេដាក់ logical test ចា logical test ជាមួយនឹង criteria នោះដូចគ្នាទេលក្ខខណ្ឌឥឡូវអ្នកគ្រូសុំដូរឲ្យត្រូវមួយគេហ្មងណាក៏មុនវាប្រើពាក្យថា criteria ចឹងនេះ logical test logical ហ្នឹងមានន័យថាម៉េចទៀតស្គាល់ logical ហ៎ចា logical ហ្នឹងមានន័យថាភាពពិតជាក់ស្ដែងចាហើយវា evaluate ទៅគឺ true ហើយ false កន្លែងហ្នឹងណាចា logical ហ្នឹងគឺអ្វីដែលវា test ទៅឃើញ true ឬក៏ false អញ្ចឹងបើសិនបើកន្លែងនេះ return true អ្វីដែលយើងចង់ឲ្យវាបង្ហាញ true គឺបង្ហាញកន្លែងនេះ value is true ចាបើអត់ true ទេឲ្យវាធ្វើអ្វីចាដូចនៅគ្រូឧទាហរណ៍មិញអញ្ចឹងបើសិនជាមេឃខាងក្រៅភ្លៀងយើងត្រូវទទួលឆាត់អញ្ចឹងកន្លែងនេះគឺទទួលឆាត់តែបើអត់ភ្លៀងទេចាយើងឲ្យវាធ្វើអីកន្លែងនេះអូខេអញ្ចឹងនៅក្នុងលំហាត់អនុវត្តនៅខាងលើនេះចាឧទាហរណ៍ថានៅខាងលើនេះគេដាក់ថា F ស្មើនឹង pink M ស្មើនឹង blue other ស្មើនឹង other អញ្ចឹងកន្លែងនេះគេចង់និយាយថាឥឡូវអ្នកគ្រូសុំលុប other នេះចោះកុំឲ្យច្រឡំចាតារាងខាងក្រោមគឺមានឈ្មោះជាមួយនឹងភេទ F នេះគឺតំណាងឲ្យភេទស្រីពាក្យពេញរបស់វាគឺ female ចា female ភេទស្រីដល់ពេល M គឺភេទប្រុសពាក្យពេញរបស់វាគឺ male ចាប្រុសអញ្ចឹងនេះស្រីនេះប្រុសអូខេចាអញ្ចឹងគេចង់ឲ្យយើងពេលដែលយើងក្នុងករណីដែលទិន្នន័យដែលយើងវាយបញ្ចូលបើសិនបើវាភេទស្រីកន្លែងនេះឲ្យលោតពណ៌ pink បើសិនបើភេទប្រុសឲ្យលោតពណ៌ blue ចាអញ្ចឹងយើងមិនចាំបាច់ទៅសេធ្វើអីមិនវាយចូលហ្មងទៅចាអញ្ចឹងនេះក្នុងករណីដែលយើងមាន
មនុស្សតិចទៅអត់មានតែ4នាក់ឯងឧទាហរណ៍ថាមានដល់100នាក់យើងមិនត្រូវអង្គុយផ្ទៀងវាយម្ដងមួយទៅអត់ឬក៏ឧទាហរណ៍ថាខែហ្នឹងសិស្សយើងមាន4នាក់តែខែក្រោយសិស្សមានដល់50នាក់អញ្ចឹងតារាងទិន្នន័យនេះមានន័យយើងចងរូបមន្តតែម្ដងយើងយកតារាងហ្នឹងទៅប្រើបានរហូតចា៎អូខេតោះអញ្ចឹងកន្លែងនេះគឺអ្នកគ្រូចូលទៅដាក់រូបមន្តតែម្ដងចាអញ្ចឹងរូបមន្តរបស់អ្នកគ្រូប្រើនៅក្នុងនេះគឺអ្នកគ្រូចង់កំណត់លក្ខខណ្ឌប្រសិនបើ cell មួយនេះអញ្ចឹង logical test របស់យើងគឺឈ្មោះ cell ចាប្រសិនបើ cell មួយនេះស្មើនឹង M ឬក៏ F ឲ្យវាចេញអីគេចាឥឡូវអ្នកគ្រូដាក់ភេទស្រីមុនចុះស្មើចា if អីគេ logical test របស់យើងគឺវាប្រៀបធៀប cell មួយនឹងស្មើនឹងចាអញ្ចឹងក្នុងករណីដែលយើងផ្ទៀងផ្ទាត់ឲ្យវាស្មើនឹងអក្សរយើងត្រូវដាក់ធ្មេញកណ្ដុរចាស្មើនឹង F បើសិនបើកន្លែងហ្នឹងស្មើនឹងភេទស្រី value is true ភេទស្រីមែនអត់មែនអញ្ចឹងបើសិនបើយើងចង់ឲ្យវាចេញពណ៌អីគេពណ៌ pink ទៅអត់អញ្ចឹងយើងទៅសេពណ៌ pink ចាvalue is false value is false មានន័យថាប្រសិនបើកន្លែងហ្នឹងមិនមែនជាភេទស្រីទេចាយើងវានឹងចាប់ភេទប្រុសទៅអត់អញ្ចឹងអ្វីដែលយើងចង់ឲ្យចេញគឺចេញពណ៌ blue អញ្ចឹងយើងអត់ត្រូវដាក់C6 ស្មើ M អីទៀតទេវាចាប់លក្ខខណ្ឌផ្ទុយទេក្រៅពីផ្ទុយពី F នេះគឺច្បាស់ជា M ហើយទៅអត់អញ្ចឹងអ្នកគ្រូឲ្យវាចេញពណ៌ blue តែម្ដងចា blue អូខេហើយយើងបិទបង្កញ្ចក់វិញមកចាហើយចុច enter ឃើញអត់ចាប់ភេទស្រីឥឡូវយើងធ្វើការទាញមកក្រោមមកចាអញ្ចឹងគឺភេទស្រីគឺពណ៌ pink ភេទប្រុសគឺពណ៌ blue ចានេះគឺខ្លីៗតកតងជាមួយនឹងការបញ្យល់អំពីរូបមន្ត if របស់យើងចាអូខេអញ្ចឹងសម្រាប់វីដេអូនេះដែរអ្នកគ្រូមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចនឹងយល់បានអំពីការប្រើប្រាស់នៅរូបមន្ត if ហើយយកទៅអនុវត្តនៅក្នុងកិច្ចការរបស់បងប្អូនឲ្យកាន់តែមានប្រសិទ្ធភាពចា៎អ្នកគ្រូសូមអរគុណនិងសូមជម្រាបលា